ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសារដើម្បីចង្អុលបង្ហាញប្រាប់អំពីការនាំទំនិញចូលពីប្រទេសថៃដែលរាល់គ្រប់មុខទំនិញទាំងអស់នាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់និងជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិសាររបស់សម្ដេចតេជោហ៊ុនសែនតាមរយៈបណ្ដាញសង្គមរបស់សម្ដេចមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះអាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាការប្រមាថជាតិសាសឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជាដើម្បីបានជាពលឺនិងឈប់រងតទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺពេលណាព្រំដែនគោករវាងកម្ពុជានិងថៃនៅតែបន្តបិទគ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបានសម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសគឺតាមប្រលានយន្តហោះភាគីទាំងពីរកម្ពុជានិងថៃនៅដំណើរការជាធម្មតាត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបានឡើយនិងសូមគុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ2026ក្រោយព្រំដែនគោកត្រូវបានភាគីបិទមួយឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជាម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់បិទមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយអ្នកប្រើប្រាស់គឺជាចៅហ្វាយក៏មានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសម័យខ្លួនទាំងជាតិសាសន៍នៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីបើខ្លាចគេមើលងាយគឺឈប់ធ្វើទេសកលគេខាងផ្លូវសេដ្ឋកិច្ចខ្ញុំគ្រប់គ្រងសម្ដេចហ៊ុនសែនមិនចង់ឲ្យគេមើលងាយបើមិនចង់ឲ្យគេមើលងាយធ្វើនាឡិកាពាក់ខ្លួនឯងកុំយកលុយជាតិទៅទិញនាឡិកាពីព្រោះប្រាក់ខែសម្ដេចអត់គ្រប់ទិញនាឡិកាទេបើសិនណាជាមិនឲ្យគេមើលងាយគួរណាស់កាត់អាវពាក់ខ្លួនឯងឲ្យបានច្រើនជាជាងទៅទិញអាវគេតម្លៃរាប់រយរាប់ពាន់ដុល្លារបើមិនចង់ឲ្យគេមើលងាយកុំខ្ចីលុយគេយកមកចាយហើយលក់ទ្រព្យសម្បត្តិធ្វើអ្នកមានខ្លួនឯងទុកឲ្យប្រទេសជាតិជាពាក់គេបើខ្លាចគេមើលងាយកុំតែងតាំងស្ដាប់ស្គមធ្វើជាទីប្រឹក្សាដើម្បីរកលុយឲ្យខ្លួនបើមិនចង់ឲ្យគេមើលងាយហាមកូនចៅញាតិមិត្តកុំឲ្យធ្វើការណាដែលបំផ្លាញជាតិទៅឈរឈ្មោះឲ្យបរទេសប្រព្រឹត្តអក្រិតកម្មឆបោកហើយប្រកែកតែខ្លួនអត់ដឹងអត់ឮអានឹងហើយគេហៅថាជាទង្វើដែលគ្រប់គ្រងសម្ដេចហ៊ុនសែនកុំឲ្យគេមើលងាយបើមិនឲ្យគេមើលងាយទេត្រូវឲ្យខ្មែរស្គាល់ព្រំដែនខ្លួនមានមេរៀនមានសិភៅមានផែនទីស្គាល់ព្រំដែនខ្លួនមិនមែនទៅត្រូវដូរផែនទីជាមួយគេ3ដងធ្វើព្រំដែនជាមួយយួនហើយអត់ឲ្យខ្មែរដឹងអានឹងគេមើលងាយហើយបើមិនចង់ឲ្យគេមើលងាយទេកុំធ្វើបាបប្រជាជនខ្លួនឯងចុះបើសម្ដេចធ្វើបាបប្រជាជនខ្លួនឯងកុំរៀមប្រជាជនខ្លួនឯងតែអត់ហ៊ានជាមួយថៃលឹបលោសម្ដេចខាងមើលងាយជាតិសំណួរសួរថាតើនរណាមើលងាយជាតិខ្មែរជាងសម្ដេចហ៊ុនសែនសម្ដេចហ៊ុនសែនរដ្ឋធម្មនុញ្ញនិយាយថាពលរដ្ឋខ្មែរសម្ដេចហ៊ុនសែននិយាយថាពលរដ្ឋកម្ពុជាអ្នកណាមើលងាយខ្មែរជាងសម្ដេចហ៊ុនសែនអញ្ចឹងសូមសម្ដេចហ៊ុនសែនមេត្តាឈប់មើលងាយខ្មែរទៅគេឈប់មើលងាយខ្មែរហើយអ្នកណាមើលងាយខ្មែរបានតែបដើទៅសុំទានគេហើយប្រទេសខ្លួនឯងធ្វើបាបចាក់ចងគំរាមហើយពេទ្យខ្លួនឯងអត់ព្រមព្យាបាលទេទាំងស្ដាច់ទាំងហ៊ុនសែនទៅព្យាបាលស្រុកគេណាខោអាវអីអត់ព្រមប្រឹងត្បាញប្រឹងធ្វើខ្លួនឯងទៅទិញគេណាហើយរបស់ដែលកែច្នៃបានមិនព្រមជួយកែច្នៃគ្នាទេទៅទិញគេណាហើយមិនតែទិញគេទេទិញឲ្យគេកោទៀតទិញឲ្យគេកោទៀតទៅជួលយន្តហោះគេជីកឲ្យគេកោណាទៅធ្វើអីរ៉ាឲ្យគេកោហើយខាងកុំឲ្យបរទេសមើលងាយឬគ្មានអ្នកណាមើលងាយយើងជាងយើងយកចោលទៅទីប្រឹក្សាទេយើងឈប់យកចោលទៅទីប្រឹក្សាទៅដូចអាចិនជឺដែលបញ្ជូនទៅឲ្យស៊ីជីនពីងបានចោលអញ្ចឹងអាក្មេងមកយុគ30ឆ្នាំនឹងវាចេះស្អីវាមិនបានយកវាទៅទីប្រឹក្សាឲ្យសញ្ជាតិវាណាហើយពីដើមឡើយពួកចោលម៉ាហ្វីយ៉ាចិនតាំងពីតៃវ៉ាន់ឲ្យសញ្ជាតិវាឲ្យវាធ្វើការទូតទៀតណាឃើញទេហើយអីចេះថាចង់ឲ្យគេមើលងាយគ្មានអ្នកណាធ្វើឲ្យគេមើលងាយជាងតាសែនទេបងឯងឈប់ទៅចប់ទៅហើយបងអើយខ្ញុំសាពះបងសូមអង្គកដល់សម្ដេចដៃជោហ៊ុនសែនឈប់ឲ្យគេមើលងាយគាត់ទៅនៅពេលដែលគេមើលងាយគាត់ជាមេដឹកនាំខ្មែរគេមើលងាយខ្មែរទូទាំងប្រទេសសូមឲ្យសម្ដេចហ៊ុនសែនរៀនប្រើភាសារដ្ឋធម្មនុញ្ញហៅប្រជាពលរដ្ឋខ្មែរថាខ្មែរមិនមែនហៅថាឆ្កែឬហៅថាកម្ពុជាឲ្យមេដឹកនាំខ្មែរបើមិនចង់ថោកទាបទេសូមនិយាយភាសារដ្ឋធម្មនុញ្ញសូមឲ្យសម្ដេចហ៊ុនសែនគោរពច្បាប់សូមឲ្យសម្ដេចហ៊ុនសែនឈប់ប្រើមាត់ចេះតែគម្រាមខ្មែរសូមឲ្យកុំនិយាយពាក្យថាឲ្យកាត់ឈ្មោះប្លង់ដីក្រៅតុលាការត្រូវប្រើតុលាការពីព្រោះអាចឲ្យមរាយតុលាការនឹងពុកអាលួយហើយសម្ដេចហ៊ុនសែនឲ្យដោះស្រាយក្រៅតុលាការហើយឲ្យមានសេចក្តីយុត្តិធម៌តើយុត្តិធម៌បានចោលមរាយស្អីបើមិនវាអត់មានតុលាការសម័យខ្មែរក្រហមវាអត់មានតុលាការវាកាប់មនុស្សងាប់អស់ចិត្ត3លាននាក់ឥឡូវសម្ដេចហ៊ុនសែនថាឲ្យដោះស្រាយក្រៅប្រព័ន្ធដោះស្រាយក្រៅប្រព័ន្ធនឹងវាដែលមានយុត្តិធម៌ស្អី
về ta nè bạn nè mình chẳng ao kê mở nghề chiết nè tế châu nè có mở nghề chiết anh bạn nè chẳng ao kê có rụp nè châu nè ra prap và thọc đai luôn anh và lật châu nè chạy rộp chạy riêng chạy sẵn sắm bạn nè chạy tay cùng riêng đó là chuẩn chiết anh kê có mở nghề chuẩn chiết nè cái mở nghề tăng các bạn nè cái mở nghề tăng tụt âm ô nè mình lên lạiไป pro nè vừa chiết nhómกันchạy sắm thế rẻ rồi bỏ kê tăng lại và chẳng ao luôn anh nên kết tay vô tới ao chia chiết luôn score ao chả nơi tật đây rồi bỏ luôn score phèn tí đăng tôm hồng ao ban chả lót mình men vay các bạn kia anh mình ao đăng tới sang nhé cho mùi yuan tới đô phèn tí cho mùi yuan tan chặt cặp tật cho mùi yuan rọt 10 km lá ao yuan màu này sạt nơi sọc tham mai ao pin bấp rồi hỗ trợ đó ao còn toạp chương tật dốt nuôi tâm lai sâu ao nhẹ này sạt xiêm châu màu này sạt nơi lơ đan tật Campuchia ao bật chất mình ao khai đăng rừng tí tật đây rồi bỏ luôn hải nẹn có này gì có hàng tha công ao tì mơ nghĩ công ao tìประมาท chiến ta vừa đối mặt đất tự miền sạch đây lại nô bà nè đặt non chết ta vay qua rồi chỉ chuẩn khai ao sầm đạch ơi nhóm control sầm đạch 20% rồi tại sầm đạch ọt control luôn anh sầm đạch ao tại kê mơ nghĩ mỗi ngày miền mót chỗ chặt xì tra lại lần tra sniệt mũi mặt ngày xì tra mặt ngày xì tôm lố mặt ngày ngược cuộc trùn anh ca đôi cắt châu con mặt ngày tiết ao cả chọc mặt ngày tiết tao liền trận tích mặt ngày tiết đắcเลขถอยกราวรถตั้งเสียมเรียบเราตอนห่างจะไม่ใครไปเล่นมาประชุมในบัตรกับองไปโปรสำนักคลาดเสียมไว้แต่สำนักนั้นใจตะลึบโลมันอยู่เตะสับไงนี่สำนักนักกองตะโกนสนักไทยครับกองไอแต่เห็นไว้ต่อยไม้ติดมันคานสเปียบเจซีโจจังลายสเปียบปูดอ่างจังลายสเปียบเฟกจังลายในบรรทอกน้องได้คันใช่ไหมในรัฐธานี่มันแรงลายสักใดจำรานแจกแต่จะแจงเต๋อจำนายสักใดวิเนียโจมาบอลปะเลียนยนต์ฮออัดโกค่ายกันเต๋อបើដំណើរការមិនបានប្រមាណទេអីលើចាប់ដើមខូចហើយពលានយន្តហោះសៀមរាបក៏ចាប់ដើមខូចហើយដូច្នេះស្អីក៏ខូចថ្នល់ផ្លូវទាំងឡាយខ្ចីគេមកចាយខ្ចីគេមកធ្វើមិនទាន់បានប្រមាណខូចអស់ទេសចរកម្ពុជាធ្លាក់ចុះចំណាយប្រជាជនប្រើប្រាស់សត្វតែរបស់ខ្លាំងមិនមែនរបស់ខ្លាំងមកពីសៀមទេឥឡូវខ្មែរធ្វើរបស់ខ្លាំងដាក់ផ្លាកសៀមលក់ឲ្យខ្មែរគ្នាឯងបើសិនណាប្រទេសមួយអឺរ៉ុបបញ្ញាណាបើសិនណាប្រទេសមួយអឺរ៉ុបបញ្ញាធ្វើប្រហិតមិនបានទេហើយចេះតែបាត់ប្រហិតពីបរទេសមិនឲ្យចូលស៊ីនឹងពេលនឹងក៏ប្រជាជនទាំងសម្ដេចច្បាស់ជាស៊ីប្រហិតក្តោងមិនខាននៅពេលតែស៊ីប្រហិតក្តោងក៏នៅតែជារបស់គេមិនស៊ីប្រហិតក្តោងនៅតែជារបស់គេមើលងាយបានដោយសារម៉ែឪធ្វើបាបកូនខ្លួនឯងគេមើលងាយបានដោយសារម៉ែឪជំពាក់លុយគេមើលងាយបានដោយសារម៉ែឪប្រព្រឹត្តអំពើមិនថ្លៃថ្នូរនេះគឺជាធម៌7មករាដែលបានបាច់សាយតាំងពីថ្ងៃ7មករាឆ្នាំ1979ដែលវៀតណាមបានមកដាំនៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃបំផ្លាញតែគ្នាឯងជេរតែគ្នាឯងឆ្លោះតែគ្នាឯងធ្វើបាបតែគ្នាឯងចាញ់បោកពួកចៅហណ្ឌយមគ្រប់ទីកន្លែងនៅតាមវត្តអារាមនៅទីសាធារណៈសូមបីតែប្លង់ដី30ឆ្នាំហើយក៏មិនទាន់មាននៅឡើយទេឯងចេះតែនិយាយថាសូមឲ្យមន្ត្រីរាជការយកចិត្តទុកដាក់នឹងប្រជាជនអត់ដែលឃើញមន្ត្រីរាជការលើកដៃសំពះប្រជាជនទេមកพูดនិយាយថាដោយមាត់សំអុយថាមន្ត្រីរាជការជាអ្នកបម្រើប្រជាជនមានបម្រើប្រជាជនឯណាបើមានដឹកនាំចេះតែចង់វាយក្បាលប្រជាជន30ឆ្នាំហើយប្លង់ដីនៅតែគ្មានត្រឹមត្រូវទាល់តែសោះអំពើឆក់ប្លន់នៅតែមានការកេងប្រវ័ញ្ចនៅតែមានវត្ថុសពសារពើនៅតែមានខ្លែងបន្លំហើយមិនព្រមប្រើនៅច្បាប់ទេឲ្យគ្នាទៅដោះស្រាយក្នុងទីតាំងក្រៅតុលាការសំច័ន្ទសវណ្ណកូនឯងចាញ់ទៅកូនឬក៏ចាឯងត្រូវការចាក់តាដេញចោលទេតាជួយសម្រួលសែមច័ន្ទសវណ្ណត្រូវការទេកូនត្រូវការជួយសិនជួយបន្តិចអូខេជួយបានសែមច័ន្ទសវណ្ណណាជួយបន្តិចជួយបានទេជួយបានទេបាច់ជួយទេបាច់ជួយទុកហ្នឹងអាណិតណាអាណិតណាពីព្រោះសម្ដេចហ៊ុនសែនធាក់ឡើងស្គួតហើយសម្ដេចហ៊ុនសែនធាក់ឡើងឡប់អត់ដឹងទិសដឹងតំបន់អីចឹងឲ្យគ្នានៅចិត្តតែលោកបានចេះដឹងខ្លះណាអាហ្នឹងចឹងខ្ញុំជូនតែប៉ុណ្្នឹងចេះតែកុហកគេប្រកាសដាច់ចំណងពាណិជ្ជកម្មកម្ពុជាថៃឡង់ទៅវាចប់ហើយតែអត់ហ៊ានធ្វើកំសាកអត់មានធ្វើទេគ្មានសេចក្តីក្លាហាននឹងធ្វើទេ